អដ្ឋកថាអ្នកខតជាដកព្រះបរមសាស្តាក៏ទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធអាជីវកម្នាក់ត្រាស់ព្រះធម៌ទេសនានេះមានពាក្យផ្ដើមថាអ្នកខតាំងបដិមានេនតាំងដូច្នេះជាដើមបានឮថាកុលបុត្រអ្នកស្រុកក្រៅម្នាក់ទៅដណ្ដឹងកុលធីតាដែលនៅក្នុងក្រុងសាវត្ថីម្នាក់ឲ្យកូនប្រុសរបស់ខ្លួនដាក់ថ្ងៃថាក្នុងថ្ងៃឯណោះនៅមកទទួលយកកូនក្រមុំទៅលុះដល់ថ្ងៃកំណត់ក៏សួរអាជីវកអ្នកចូលទៅកាន់ត្រកូលរបស់ខ្លួនថាបពិតលោកម្ចាស់ដ៏ចម្រើនថ្ងៃនេះពួកខ្ញុំនឹងមានមង្គលមួយយ៉ាងតើថ្ងៃនេះជាថ្ងៃល្អដែរឬទេអាជីវកនោះក្រោធហើយគិតថាពួកនេះកាលពីដំបូងមិនសួរអញទេលុះដល់ថ្ងៃទៅយកកូនក្រមុំទៅមកសួរណាស់ហើយចុះអញនឹងប្រដៅពួកគេម្ដងទើបនិយាយថាថ្ងៃនេះជាថ្ងៃមិនល្អទេពួកអ្នកកុំធ្វើមង្គលក្នុងថ្ងៃនេះឡើយប្រសិនបាននៅតែធ្វើនឹងវិនាសធំពួកមនុស្សក្នុងត្រកូលនាំគ្នាជឿអាជីវកមិនទៅទទួលកូនក្រមុំក្នុងថ្ងៃនោះចំណែកពួកអ្នកក្រុងសាវត្ថីបានចាត់ចែងមង្គលទុកហើយមិនឃើញជនទាំងនោះមកក៏ពោលថាជនទាំងនោះកំណត់ថ្ងៃហើយក៏មិនមកចំណែកមង្គលការរបស់ពួកយើងក៏ចិត្តសម្រេចហើយរឿងអ្វីនឹងត្រូវរងចាំជនទាំងនោះយើងនឹងលើកធីតារបស់យើងឲ្យអ្នកដតីហើយក៏លើកធីតារបស់ខ្លួនឲ្យទៅត្រកូលដតីដោយមង្គលដែលត្រៀមទុកនោះឯងលុះថ្ងៃស្អែកពួកមនុស្សខាងកូនកំឡោះក៏មកដល់ហើយពោលថាពួកអ្នកចូលឲ្យកូនក្រមុំមកយើងចោះភ្លាមនោះឯងពួកអ្នកក្រុងសាវត្ថីក៏នាំគ្នាជេរពួកនោះថាពួកអ្នកសមនឹងឈ្មោះជាមនុស្សស្រុកក្រៅមិនមានសភាពជាមនុស្សល្អទេជាមនុស្សលិមួកកំណត់ថ្ងៃទុកហើយមើលងាយមិនមកតាមថ្ងៃកំណត់អញ្ជើញតាមផ្លូវណាត្រឡប់ទៅតាមផ្លូវនោះវិញចោះពួកយើងលើកូនស្រីឲ្យអ្នកដតីហើយពួកអ្នកស្រុកក្រៅក៏ឆ្លោះប្រកែកនឹងអ្នកក្រុងលុះមិនបានកូនក្រមុំក៏នាំគ្នាទៅតាមផ្លូវដែលមកនោះឯងរឿងដែលអាជីវកធ្វើអន្តរាយដល់មង្គលរបស់មនុស្សទាំងនោះបានដឹងដល់ភិក្ខុទាំងឡាយភិក្ខុទាំងនោះប្រជុំគ្នាក្នុងធម្មសភាសន្ទនាគ្នាថាអ្នកមានអាយុទាំងឡាយអាជីវកធ្វើអន្តរាយដល់មង្គលនៃត្រកូលព្រះបរមសាស្តាស្ដេចយាងមកទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអំបញ្ញមិញនេះអ្នកទាំងឡាយសន្ទនាគ្នាអំពីរឿងអ្វីណោលុះភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវប៉ុណ្ណោះទេដែលអាជីវកធ្វើអន្តរាយដល់មង្គលនៃត្រកូលនោះសូម្បីក្នុងកាលមុនក៏ខឹងក្រោធនឹងមនុស្សទាំងនោះធ្វើអន្តរាយដល់មង្គលហើយដែរហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដោយតទៅនេះថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តសរិសម្បត្តិនៅក្នុងនគរពារាណសីអ្នកនគរនាំគ្នាទៅដណ្ដឹងធីតានៃជនបទកំណត់ថ្ងៃហើយសួរអាជីវកដែលសិតស្នាលនឹងខ្លួនថាបពិតលោកម្ចាស់ដ៏ចម្រើនថ្ងៃនេះពួកខ្ញុំនឹងធ្វើមង្គលមួយតើថ្ងៃនេះជាថ្ងៃល្អទេអាជីវកនោះក្រោធហើយគិតថាពួកនេះកំណត់ថ្ងៃយកតាមតការពេញចិត្តរបស់ខ្លួនលុះដល់ថ្ងៃទៅយកកូនក្រមុំទើបសួរអញគិតតទៅទៀតថាថ្ងៃនេះអញនឹងជំទាស់ពិធីមង្គលនៃពួកនេះលុះគិតដូច្នេះហើយក៏ពោលថាថ្ងៃនេះជាថ្ងៃមិនល្អទេប្រសិនបើពួកអ្នកនៅតែរឹងតឹងធ្វើពិធីមង្គលនោះពួកអ្នកនឹងជួបប្រសពនៅវិនាសធំមនុស្សទាំងនោះជឿអាជីវកនោះទើបមិនទៅទទួលកូនក្រមុំអ្នកជនបទដឹងថាអ្នកទាំងនោះមិនមកក៏និយាយគ្នាថាជនទាំងនោះកំណត់ថ្ងៃទុកហើយមិនមកតាមថ្ងៃកំណត់រឿងអ្វីនឹងត្រូវរងចាំជនទាំងនោះទៀតហើយក៏លើកធីតារបស់ខ្លួនឲ្យអ្នកដតីស្អែកឡើងអ្នកក្រុងមកសុំកូនក្រមុំអ្នកជនបទក៏នាំគ្នាពោលថាពួកអ្នកជាអ្នកក្រុង
ប៉ុន្តែខ្វះភាពជាមនុស្សល្អកំណត់ថ្ងៃទុកហើយបែរជាមិនមកទទួលកូនក្រមុំតាមថ្ងៃកំណត់ព្រោះតែពួកអ្នកមិនមកទើបពួកយើងលើកកូនស្រីរបស់យើងឲ្យទៅអ្នកដទៃអ្នកក្រុងពោលថាពួកយើងសូមឲ្យអាជីវកមើលរឹកពីល្អឬក៏មិនល្អអាជីវកបានប្រាប់យើងថាថ្ងៃនេះជាថ្ងៃមិនល្អទេទើបពួកយើងមិនមកតាមកាលកំណត់ទុកដូច្នេះសូមឲ្យពួកអ្នកឲ្យកូនក្រមុំដល់ពួកយើងចុះពួកអ្នកជនបទចំទាស់ថាព្រោះតែអ្នកមិនមកទើបពួកយើងលើកកូនស្រីឲ្យអ្នកដទៃឥឡូវនេះនឹងនាំកូនស្រីដែលឲ្យគេនោះទៅឲ្យមកវិញមិនដេចបានកាលមនុស្សទាំងនោះប្រកែកគ្នាយ៉ាងនេះមានបរិះម្នាក់ជាបណ្ឌិតអ្នកក្រុងម្នាក់ទៅកាន់ជនបទដោយកិច្ចឯណានេះមួយបានឮពួកអ្នកក្រុងពោលថាពួកយើងស៊ូអាជីវកហើយទៅមិនមកព្រោះថ្ងៃមិនល្អក៏និយាយថាថ្ងៃមានប្រយោជន៍អ្វីព្រោះការបានកូនក្រមុំក៏ជារឹកហើយមិនមែនឬដូច្នេះហើយពោលគាថានេះថាអ្នកខត្តតាំងបដិមានេនតាំងអដ្ឋោពីលៀងឧបច្ចកាអដ្ឋោអដ្ឋសៈអ្នកខត្តតាំងកੰករិសន្តិតារកាតិប្រយោជន៍រមែងកន្លងបងនៅមនុស្សល្ងងដែលរាប់អានអ្នកខត្តរឹកព្រោះសេចក្តីចម្រើននៃប្រយោជន៍ឈ្មោះថាអ្នកខត្តរឹកឯផ្កាយទាំងឡាយនឹងធ្វើអ្វីបានបណ្ដាបទទាំងនោះបទថាបដិមានេនតាំងសេចក្តីថាអ្នករងចាំមើលអធិប្បាយថារវល់តែរងចាំមើលថាអ្នកខត្តរឹកនឹងមានក្នុងពេលវេលាឥឡូវនេះបទថាអដ្ឋោពីលៀងឧបច្ចកាសេចក្តីថាប្រយោជន៍ពោលគឺការបានកូនក្រមុំកន្លងបងនៅបកុលល្ងងដូចអ្នកក្រុងនេះបទថាអដ្ឋោអដ្ឋសៈអ្នកខត្តតាំងសេចក្តីថាបុគ្គលស្វែងរកប្រយោជន៍ណាប្រយោជន៍ដែលគេបានហើយនោះឈ្មោះថាអ្នកខត្តរឹកនៃប្រយោជន៍បទថាកੰករិសន្តិតារកាសេចក្តីថាផ្កាយទាំងឡាយក្នុងអាកាសក្រៅពីនេះនឹងញ៉ាំងប្រយោជន៍អ្វីខ្លះឲ្យសម្រេចបានពួកអ្នកក្រុងឆ្លុះនិងពួកអ្នកជនបទហើយមិនបានកូនក្រមុំក៏នាំគ្នាត្រឡប់ទៅវិញព្រះបរមសាស្តាទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយមិនមែនតែនៅក្នុងកាលឥឡូវប៉ុណ្ណោះទេដែលអាជីវកនោះជំទាស់នឹងពិធីមង្គលនៃត្រកូលនោះសំបីក្នុងកាលមុនក៏ធ្វើហើយដែរលុះទ្រង់នាំយកព្រះធម្មទេសនានេះមកហើយទើបទ្រង់បន្តអនុសន្ធិប្រជុំជាដកថាអាជីវកក្នុងកាលនោះបានមកជាអាជីវកក្នុងកាលឥឡូវនេះសំបីត្រកូលទាំងនោះក្នុងកាលនោះក៏បានមកជាត្រកូលក្នុងកាលឥឡូវនេះចំណែកបរិះជាបណ្ឌិតឈរពោលគាថាក្នុងកាលនោះគឺតថាគតនេះឯងចប់អត្ថកថាអ្នកខត្តជាដកអត្ថកថាទុំមេធៈជាដកព្រះបរមសាស្តាក៏ទ្រង់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធលោកកថាចរិយាគឺការបំពេញប្រយោជន៍ដល់សត្វលោកត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្ដើមថាទុំមេធានាំងដូចនេះជាដើមក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោរិសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វបដិសន្ធិនៅក្នុងព្រះគភ៌នៃព្រះអគ្គមហេសីរបស់ព្រះរាជាអង្គនោះលុះប្រសូតចាកព្រះគភ៌ព្រះមាតាហើយព្រះញាតិបានថ្វាយព្រះនាមថាព្រហ្មទត្តកុមារលុះមានព្រះជន្ម16ព្រះវស្សាទ្រង់សិក្សាក្នុងក្រុងតកសិលាចប់ត្រៃវេទនិងសម្រេចសិល្បសាស្ត្រ18ប្រការក្រោយមកព្រះរាជបិតាទ្រង់ព្រះរាជទានតំណែងឧបរាជឲ្យព្រះអង្គក្នុងគ្រានោះមហាជនក្នុងនគរពារាណសីរាប់អានទេវតានាំគ្នាគោរពទេវតាសម្លាប់ពពែជាមន់និងជ្រូកជាដើមយ៉ាងច្រើនបួងសួងដោយផ្កាកម្រងគ្រឿងក្រអូបផ្សេងៗនិងដោយសាច់និងឈាម
ព្រះបរមពោធិសត្វទ្រង់ត្រេះរិះថាឥឡូវនេះប្រជារាស្ត្ររាប់អានទេវតាគោរពទេវតាចាត់ជាវត្ថុដ៏ប្រសើរនាំគ្នាសម្លាប់សត្វមហាជនជឿសុបក្នុងអធរតែម្យ៉ាងដ៏ច្រើនបើអញបានទទួលរាជសម្បត្តិក្រៅអំពីព្រះរាជបិតាសោយតិវង្គតទៅអញនឹងមិនឲ្យសត្វសំបីតែមួយដល់នៅសេចក្តីលំបាកដូច្នេះអញត្រូវរកឧបាយមិនឲ្យបុគ្គលណាមួយសម្លាប់សត្វឲ្យខានតែបានថ្ងៃមួយព្រះអង្គទ្រង់ឡើងរត់ស្ដេចចេញចាកនគរទតឃើញមហាជនប្រជុំគ្នានៅក្រោមដើមជ្រៃធំមួយដើមប្រាថ្នាចង់បាននៅវត្ថុណាក្នុងបណ្ដាវត្ថុទាំងឡាយដូចជាកូនប្រុសកូនស្រីយុះនឹងទ្រព្យជាដើមក៏នាំគ្នាបួងសួងក្នុងសំណាក់ទេវតាដែលស្ថិតនៅដើមជ្រៃនោះទើបព្រះអង្គស្ដេចចុះចាករថទ្រង់យាងចូលទៅជិតដើមជ្រៃនោះទ្រង់បូជាដោយផ្កាកម្រងនឹងគ្រឿងក្រអូបប្រតិសិនដើមជ្រៃនោះដោយពួកដែលរាប់អានទេវតាជាព្រះថ្វាយបង្គំទេវតាហើយស្ដេចក្រោកឡើងទ្រង់រត់ត្រឡប់ចូលនគរវិញតាំងពីពេលនោះមកស្ដេចទៅកាន់ដើមជ្រៃនោះគ្រប់ពេលដែលទំនេរទ្រង់បូជាដូចជាអ្នករាប់អានទេវតាដោយពណ៌នាមកហើយនោះសម័យថ្ងៃក្រោយព្រះរាជបិតាសោយតិវង្គតព្រះបរមពោធិសត្វក៏បានសោយរាជ្យដោយទ្រង់វាអគតិ4ប្រការទ្រង់ប្រព្រឹត្តទសពិធរាជធម៌ដ៏តឹងរ៉ឹងបំផុតទ្រង់គ្រប់គ្រងរាជដោយធម៌ទ្រង់ព្រះតម្រិះថាមនោរថរបស់អញដល់ទីបំផុតហើយអញតាំងនៅក្នុងរាជសម្បត្តិហើយគំនិតដែលអាត្មាអញគិតទុកក្នុងកាលមុននោះក៏នឹងត្រូវធ្វើឲ្យដល់ទីបំផុតក្នុងកាលឥឡូវនេះទើបទ្រង់ហៅពួកអាមាត្យនិងមហាជនមានព្រាហ្មណ៍និងកហបតីជាដើមឲ្យមកប្រជុំគ្នាហើយទ្រង់ប្រកាសថាណែអ្នកដ៏ចម្រើនទាំងឡាយអ្នកទាំងឡាយដឹងទេថាហេតុអ្វីយើងបានរាជសម្បត្តិមហាជននាំគ្នាក្រាបទូលថាបបិទ្ធមហារាជពួកទូលបង្គំទាំងឡាយមិនជ្រាបទេព្រះរាជាក៏ត្រាស់សួរថាកាលបើយើងបូជាដើមជ្រៃមួយដើមឯណោះដោយគ្រឿងក្រអូបជាដើមកងអញ្ជលីសំពះតើពួកអ្នកបានឃើញឬទេមហាជនក្រាបទូលថាបបិទ្ធមហារាជពួកទូលបង្គំបានឃើញព្រះរាជាមានព្រះរាជតម្រាស់តទៅទៀតថាក្នុងគ្រានោះយើងបានប្រាថ្នាប្រសិនបើបានរាជសម្បត្តិនឹងធ្វើពលីកម្មយើងបានរាជសម្បត្តិនេះដោយអនុភាពនៃទេវតានោះឥឡូវនេះយើងនឹងធ្វើពលីកម្មចំពោះទេវតាពួកអ្នកកុំយឺនយូរឡើយនាំគ្នាត្រៀមពលីកម្មចំពោះទេវតាឲ្យឆាប់ចុះពួកអាមាត្យជាដើមទូលសួរថាបបិទ្ធមហារាជពួកទូលបង្គំចាត់ចែងវត្ថុអ្វីខ្លះព្រះរាជាត្រាស់ថាណែអ្នកទាំងឡាយកាលបើយើងបួងសួងទេវតាយើងបានអង្វរករថាខ្ញុំនឹងសម្លាប់ពួកមនុស្សដែលនាំគ្នាប្រព្រឹត្តអំពើនៃមនុស្សទ្រុសិល5ប្រការមានសម្លាប់សត្វជាដើមនិងពួកមនុស្សដែលប្រព្រឹត្តអកុសលកម្មបទ10ក្នុងរជ្ជកាលនៃខ្ញុំហើយនឹងធ្វើពលីកម្មដោយពុះវៀនឈាមសាច់នៃមនុស្សទាំងនេះព្រោះហេតុដូច្នោះបានពួកអ្នកចូលវាកងប្រកាសក្នុងនគរថាព្រះរាជារបស់ពួកយើងកាលនៅជាឧបរាជទ្រង់បួងសួងទេវតាទុកយ៉ាងនេះថាប្រសិនបើបានគ្រងរាជសម្បត្តិនឹងបញ្ជាឲ្យសម្លាប់មនុស្សទ្រុសិលក្នុងរជ្ជកាលនៃព្រះអង្គឲ្យអស់ហើយធ្វើពលីកម្មឥឡូវនេះព្រះអង្គមានព្រះរាជបំណងនឹងបញ្ជាឲ្យសម្លាប់មនុស្សដែលទ្រុសិលចំនួន 1000 នាក់ហើយឲ្យយកគ្រឿងក្នុងមានបេះដូងជាដើមរបស់មនុស្សទាំងនោះទៅធ្វើពលីកម្មចំពោះទេវតាអ្នកនគរទាំងឡាយចូលដឹងយ៉ាងនេះចុះលុះទ្រង់ត្រាស់យ៉ាងនេះហើយទ្រង់ប្រកាសព្រះរាជបំណងថាចាប់តាំងពីពេលនេះតទៅយើងនឹងត្រូវសម្លាប់មនុស្សទ្រុសិលឲ្យបាន 1000 នាក់មកបូជាយញ្ញទើបនឹងផុតចាកការបួងសួងហើយបានត្រាស់ព្រះគាថានេះថាទុំមេធានังសហសេនៈយញ្ញោមេឧបយាចិតោ
อิเตียนนิข้าวหังยะจิสามิเปหุอัตทอมิกาวจะโนเตกาโบจีอันบานบวงสรวงเฮยโดยสร้างมนุษย์อักระอัดอับปรัชญารับปอนเนะไอเรื่องนี้อันนึงโบจีครัวจนมันประกอบด้วยทอจราเนะบรรดาบอดแต่นุบอดหาต้มเมเทียนนางสหัสเสเนะสิกได้แท้ได้ชมดหาในอัดปรัชญารู้ปรัชญาในจนต่างไรนุคือโตประตูเฮยปรูเพียบจินเนะมันดังทากรรมในกูเทอกรรมนี้มันกูเทอหรือแท้ปรูเพียบจินเนะในการประพฤติการยกอักษรกรรมบอดดอบคือจำนวนมือปอนได้โลกรอบยกจนเปียลงงอัดอับปรัชญาแต่งนุบอดหายันโยเมอปะยาเจตาวสิกได้แท้ยังบ้านโจตรกเทวดาองวอดอลกาโบเจียยันแท้นังโบเจียยันยังนี้บอดหาอิเตียนนิข้าวหังยะจิสามิสิกได้แท้ยังนุนังโบเจียยันขนมกาและเรื่องนี้ปรูบ้านกรุบกรองริสมบัติโดยกาบวงสรวงสัวทาปรูหายตะไว้ชลาวแท้ปรูไอเรื่องนี้มนุษย์ได้ประพฤติอกุศลธรรมเมียนจรานะปรูหายโดยชนกเตยจับปุเกยกตะเทอเปลิกรรมขนมกาและเรื่องนี้ปุอามาสดาเปรตำราระบอบเปรริจีเฮยก็ตัวเปรบรมริจองกาแทเปรกะโรนาทไลวิเศษเฮยวิสโกประกาศตูเตยปิณโกเปรินสีได้เมียนเปรมันโดดับปีโยดเนนโกตูเตยสดาปัญญาอมปีกาวิสโกประกาศเฮยก็มันเฮียนเพื่อคลูนเอาเจียมนุตรุสลติเตโดยกุศลบายดอประไปรโหดออกกาได้เปรียบบรมโพธิสัตว์กรุบกรองริสมบัติบุคคลได้เพื่อกรรมจังไรเมียนตัวไซละกรรมพรำประกาหรือดอบประกาส่งใบตรมแต่มวยประกาก็มันประกาศเลยเปรียบบรมโพธิสัตว์ตรงมันบานอ้อยบุคคลส่งใบไตมันเนะลงบาเลยบัญชีอ้อยเนะได้ตูเตอร์เรซาเซลส่งใบเปรียองเองก็ตรงมันเป็นบนเมียนกาอ้อยเตียนจีดามลูกออประจนตรงน้อมบริษัทระบอบเปรองตนแนนตันตับขนมเทวะนกโดยประกาศโดยชนะเปรียบบรมศาสดาตรงตรัสหามณีลพิโคตังไลมันแมนแต่ในขนมกาอะไรปนนอตีได้ตถาคตประพฤติเจียประยาวจำปูสัตว์โลกสมใบขนมกามนก็ทลอประพฤติกันล้อหมกหอยได้ลูกตรงนวมยกประทอมาเตสนานิหมกหอยตรงมันต่ออนุสันธิประจุมเจียดอกแทบริษัทขนมกาไอเลยนุบ้านมกเจียพุทธบริษัทขนมกาไอเลยนี่จำในเปรริจีนโกปรินสีคือตถาคตนี่เองจอบอัฏฐกถาตุมเมเทเจียดอกจอบอัฏฐกถาอัฏฐกามเวติแปรมจงบรรจบขยมประกาศนาขยมบาทก็สลมอ่อนกายกรุบเลียนั่นก็สมขั้นไตอภัยโตประสันบามีกับฮอกโคชกองได้ประกาศนามวยสมอนุโมทนีจมปุกุศลได้การอมปีการสดับในเปรทอสมกระดับไฟมังกรเลียนังสมจมเรียบเลีย